nhom chưa thanh nè từng ngọt khné có đôi chị nhom đài cứ tha tận tân rong chăm cho môi nâng skin bo Angela Collector nâng mau vinh mong chẳng ấy chăm ca thiết nè từng ngọt khné dương mình được thưa ca tinh cho môi nâng skin bo là pu tiệt ai anh ơi chắc bạn tiệt bạn ăn trâu mê ការពីម្សិលមិញម៉ោង3គឺថាខាងមុនតុនគេបានអាប់ដេតថ្មីជាមួយនឹងកន្លែង skin collector ហ្នឹងអីចឹងណាទាំងអស់គ្នាដោយគេមានអាប់ដេតមកជាមួយនឹង skin collector ផ្សេងៗដូចជា skin របស់បាដាយ skin Lapu skin Angela skin របស់ Cushion អីចឹងណាហើយនឹងមកជាមួយនឹង skin collector ថ្មីគឺជា skin របស់ Xavier ហើយអាការអាប់ដេតថ្មីនឹងដែរគឺ player ចំណេញខ្លាំងមែនតើអ្នកទាំងអស់គ្នាដោយសារតែ skin collector មួយហ្នឹងបើយើងចាប់ចំណាយអស់ត្រឹមតែ 2500 ឬក៏ 2800 ឬក៏ 3000 អីគឺយើងអាចទទួលបាន skin collector មួយហើយសម្រាប់ការអាប់ដេតថ្មីហ្នឹងក៏មាន free ជាមួយនឹង9 ticket ដែរអ្នកទាំងអស់គ្នាដោយតម្រូវឲ្យយើងហ្នឹងទិញជាមួយនឹង card Starlight ហើយឲ្យយើងហ្នឹងចាយអស់500ពេជ្រនៅក្នុង event skin collector ហ្នឹងហើយមកសម្រាប់គ្នាយើងអ្នកដែលចង់បាន skin collector អីខ្ញុំ recommend ឲ្យអ្នកទាំងអស់គ្នាគួរតែសន្សំយកជាមួយនឹង Aurora Crystal អីចឹងទៅព្រោះអីអា Aurora Crystal ហ្នឹងគឺថាវាចំណេញខ្លាំងមែនតើក្នុងការចាប់យក skin collector អីចឹងណាដោយកន្លែងនេះអញ្ចឹងគឺដោយសារតែខ្ញុំហ្នឹងដាក់ weekly pass រហូតអញ្ចឹងអ្នកនរគ្នាអញ្ចឹងហើយខ្ញុំសន្សំអាប្រអប់ហ្នឹងវាបានខ្ទង់100ជាងដែរបើគិតទៅវាបានខ្ទង់ប្រហែលជា1000 Aurora Crystal អីចឹងណាអ្នកនរគ្នាហើយមួយទៀតអ្នកទាំងអស់គ្នាកុំភ្លេចទិញជាមួយនឹងអាប្រអប់អស់នេះអ្នកទាំងអស់គ្នា10ពេជ្រយើងបាន12 crystal ហើយកន្លែងនេះ99ពេជ្រយើងបានរហូតដល់120 crystal អីចឹងណាដោយអាប្រអប់10ពេជ្រហ្នឹងគឺគេដាក់ឲ្យយើងទិញជារៀងរាល់ថ្ងៃហ្មងអ្នកទាំងអស់គ្នាគឺគេ reset ជារៀងរាល់ម៉ោង8ល្ងាចហើយសម្រាប់អា99ពេជ្រហ្នឹងគឺមួយខែគេដាក់លក់តែម្ដងទេហើយអា99ពេជ្រហ្នឹងទៀតអ្នកទាំងអស់គ្នាបើសិនជាយើងមានគូប៉ុង20ពេជ្រអីគឺយើងអាចយកទៅប្រើបានគឺវានៅសល់តែ79ពេជ្រទេហើយសម្រាប់គ្នាយើងណាដែលគាត់អត់សូវមាន diamond អត់សូវមាន crystal អីទេគឺអាចសន្សំបានអ្នកនរគ្នាដោយចាប់ជាមួយនឹងអាកន្លែង discount 50% អ្នកគ្នាចាប់ម្ដងចាប់ជារៀងរាល់ថ្ងៃទៅឥឡូវតារៀបរាប់ខ្លាំងពេកឥឡូវហ្នឹងឃើញថា point របស់ខ្ញុំហ្នឹងគឺវាបាន800ជាងហើយអញ្ចឹងហើយដូចតែអ្នកនរគ្នាឃើញពីក្បាលវីដេអូអញ្ចឹងគឺថាខ្ញុំអត់ទិញជាមួយនឹង skin របស់ Angela ទេគឺខ្ញុំទិញជាមួយនឹង skin របស់ Lapu ពួកឯងខ្ញុំមិនមែនជាដៃ support ដៃថេងទេអ្នកទាំងអស់គ្នាគឺខ្ញុំជាដៃ EHP បាទហើយ Lapu នេះគឺថាកំពុងតែខ្លាំងទេអ្នកទាំងអស់គ្នាគឺល្អយកមកលេងក្នុងវគ្គរ៉េងខ្លាំងមែនតើ